Etihad Airways បើកផ្លូវហោះហើរត្រង់អាប៊ូដាប៊ីភ្នំពេញដោយជោគជ័យតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកនៅព្រឹកថ្ងៃទី4ខែតុលាឆ្នាំ2025បានក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជានៅពេលជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរកម្រិតពិភពលោក Etihad Airways ពីទីក្រុងអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមបានចុះចតដោយជោគជ័យនៅអាកាសយានស្ថានអន្តរជាតិដេជោព្រឹត្តិការណ៍នេះបានបើកទ្វារឱកាសថ្មីសម្រាប់ការតភ្ជាប់រវាងកម្ពុជាមជ្ឈិមបូព៌ានិងពិភពលោកនៅម៉ោងប្រមាណ 6:55 ព្រឹកជើងហោះហើរ EY 0434បាននាំអ្នកដំណើរពីអាប៊ូដាប៊ី AUA មកដល់ភ្នំពេញ KTI ដោយទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរស៊ីវិលនិងភាគីពាក់ព័ន្ធពិធីនេះបានបង្ហាញពីក្តីរំភើបនិងការបដិញ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងអន្តរជាតិចាប់ផ្ដើមពីថ្ងៃទី3ខែតុលាឆ្នាំ2025ក្រុមហ៊ុន Etihad Airways បានប្រកាសផ្ដល់សេវាជើងហោះហើរត្រង់4ជើងក្នុងមួយសប្តាហ៍ដែលភ្ជាប់អាប៊ូដាប៊ីទៅភ្នំពេញជើងហោះហើរ EY 0434ចេញដំណើរពីអាប៊ូដាប៊ីនៅម៉ោង 20:45 នាទីរៀងរាល់ថ្ងៃច័ន្ទពុធសុក្រនិងអាទិត្យនិងមកដល់ភ្នំពេញនៅម៉ោង 6:55 នាទីព្រឹកថ្ងៃបន្ទាប់ចំណែកជើងហោះហើរ EY 0435ចេញពីភ្នំពេញនៅម៉ោង 7:45 ព្រឹករៀងរាល់ថ្ងៃច័ន្ទអង្គារប្រហោះនិងសៅរ៍ទៅដល់អាប៊ូដាប៊ីនៅម៉ោង 12:45 ថ្ងៃត្រង់ជើងហោះហើរនឹងចំណាយពេលប្រមាណ 7 ម៉ោងកន្លះក្រុមហ៊ុន Etihad Airways បានលើកឡើងថាផ្លូវហោះហើរថ្មីនេះមិនត្រឹមតែជួយសម្រួលដល់អ្នកដំណើរអាជីវកម្មនិងទេសចរកម្សាន្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងបើកឱកាសថ្មីសម្រាប់ការធ្វើពាណិជ្ជកម្មវប្បធម៌និងទំនាក់ទំនងអន្តរជាតិការតភ្ជាប់នេះនឹងជួយឲ្យកម្ពុជាក្លាយជាគោលដៅកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរមកពីមជ្ឈិមបូព៌ាអឺរ៉ុបនិងតំបន់ផ្សេងទៀតជាមួយនឹងសេវាកម្មលំដាប់អន្តរជាតិនិងបទពិសោធន៍ហោះហើរដ៏ប្រណិតរបស់ Etihad Airways ផ្លូវហោះហើរថ្មីនេះសន្យានឹងនាំមកនូវភាពងាយស្រួលនិងឱកាសថ្មីសម្រាប់អ្នកដំណើរទាំងអស់ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏អស្ចារ្យជាមួយ Etihad Airways ពីភ្នំពេញទៅកាន់ពិភពលោក